ជំនួបជាមួយនាយឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជាការកងទ័ពហ្វីលីពីនអះអាងពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះដំណោះស្រាយចំនួនព្រំដែនកម្ពុជាថៃនិងប្រកបដោយភាពអព្យាក្រឹតនាយឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទបានសម្ដែងការអបអរសាទរប្រទេសហ្វីលីពីនដែលបានទទួលតួនាទីជាប្រធានអាស៊ានបដូវវេនឆ្នាំ2026និងបានបង្ហាញជំនឿថាតាមរយៈដំណើរបំពេញទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីននៅពេលនេះពិតជាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការថែមទៀតរវាងកងទ័ពប្រទេសទាំងពីរលោកបានថ្លែងបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ Romeo S. Braner Jr. អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីននាថ្ងៃទី12ខែកុម្ភៈឆ្នាំ2026នៅក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី11ដល់ថ្ងៃទី14ខែកុម្ភៈឆ្នាំ2026លោកបានកោតសរសើរចំពោះការយកចិត្តទុកដាក់និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនដែលបានចាត់បញ្ជូននាយទាហានហ្វីលីពីនមកចូលរួមក្នុងក្រុមសង្កេតការណ៍បណ្ដោះអាសន្នអាស៊ាន IOT ក៏ដូចជាសង្កេតការណ៍អាស៊ាន AOT ក្នុងពេលប្រទេសម៉ាឡេស៊ីដឹកនាំការអនុវត្តបទឈប់បាញ់ជាពិសេសឆន្ទៈមោះមុតរបស់ឧត្តមសេនីយ៍ក្នុងការបន្តបេសកកម្មពីម៉ាឡេស៊ីដើម្បីស្វែងរកដំណោះស្រាយចំនួននេះដែលកំពុងមានភាពផុយស្រួយលោកបានជម្រាបជូនពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃទាំងអំឡុងក្រោយពេលឈប់បាញ់លើកទី1និងលើកទី2និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីអនុសញ្ញានិងសន្ធិសញ្ញាដែលមានស្របតាមច្បាប់អន្តរជាតិលោកបានស្នើអគ្គមេបញ្ជាការកងទ័ពហ្វីលីពីនបន្តជួយសម្របសម្រួលចំនួនព្រំដែនកម្ពុជាថៃដោយសន្តិវិធីដើម្បីកាត់បន្ថយភាពតានតឹងនិងកសាងទំនុកចិត្តគ្នាឡើងវិញបន្តពង្រឹងតួនាទីក្រុមសង្កេតការអាស៊ានក្នុងការផ្ទៀងផ្ទាត់និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025ជាការឆ្លើយតបនាយឧត្តមសេនីយ៍ Romeo S. Braner Jr. បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍វង្សពិសេនដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅនិងផ្ដល់បទបង្ហាញយ៉ាងលម្អិតពាក់ព័ន្ធស្ថានភាពនៅព្រំដែនកម្ពុជាថៃធ្វើឲ្យឯកឧត្តមបានយល់កាន់តែច្បាស់ពីស្ថានភាពពិតជាច្រើនលោកបានគូសបញ្ជាក់ថាអ្នកដឹកនាំ AOT គឺមានតួនាទីសំខាន់និងទទួលខុសត្រូវខ្ពស់ដែលចាំបាច់ត្រូវធ្វើការពិនិត្យកែសម្រួលរចនាសម្ព័ន្ធមួយចំនួនដើម្បីបង្ហាញដល់ភាគីទាំងពីរសុំការយល់ស្របហើយភាគីហ្វីលីពីននឹងចាប់ផ្ដើមធ្វើការងារនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់និងធានាឲ្យបាននៅភាពអព្យាក្រឹតតាមគម្រោងនៃដំណើរទស្សនកិច្ចនេះនៅថ្ងៃទី13ខែកុម្ភៈនាយឧត្តមសេនីយ៍ Romeo S. Braner Jr. នឹងអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យព្រមទាំងស្ដាប់ការធ្វើបទបង្ហាញពីក្រុម AOT ផងដែរ